réussi mon examen à cause de mon professeur ou grâce à mon professeur បាទជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់សាលា Let's Learn French បាទនៅក្នុងវីដេអូនេះដែរខ្ញុំនឹងមកចែករំលែកជូនអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងប្រភេទ expression 2ដែលបញ្ជាក់អំពី la cause បាទអញ្ចឹងទាក់ទងជាមួយនឹងមូលហេតុអញ្ចឹងទាក់ទងជាមួយនឹង clear ទាំងពីរបាទ expression ទាំងពីរហ្នឹងគឺយើងមានបាទទី1ពាក់ព័ន្ធជាមួយនឹងបាទ grâce à ទី2គឺ à cause de បាទអញ្ចឹងទាក់ទងជាមួយនឹងប្រភេទបាទ expression ទាំងពីរហ្នឹងបាទដែលបញ្ជាក់អំពីបាទ la cause បាទអញ្ចឹងគឺជាប្រភេទបាទ expression ដែលពេលខ្លះធ្វើឲ្យយើងច្រឡំគ្នាបាទនៅក្នុងករណីបាទនៃការប្រើប្រាស់អញ្ចឹងយើងមកមើលទាំងអស់គ្នានៅក្នុងផ្នែកទាំងណាបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ grâce à បាទឬមួយក៏ à cause de ជាទូទៅគឺយើងប្រើប្រាស់វាជាមួយនឹង non ឬមួយក៏ pronom បាទដូចឧទាហរណ៍ខ្ញុំដាក់នៅក្នុងនេះអញ្ចឹងបាទ grâce à បាទបូកជាមួយនឹង non ou pronom à cause de យើងប្រើប្រាស់វាជាមួយនឹង non ou pronom ដូចគ្នាប៉ុន្តែតកតងជាមួយនឹងការប្រើប្រាស់របស់វាក្នុងករណីនៃការដែលយើងប្រើប្រាស់ grâce à បូកជាមួយ non ឬក៏ pronom បាទអញ្ចឹងជាទូទៅអត្ថន័យរបស់វាគឺទំនោរទៅរកភាពវិជ្ជមានបាទ grâce à ទំនោរទៅរកភាពវិជ្ជមានបាទអញ្ចឹងខ្ញុំឧទាហរណ៍ថាម៉េចខ្ញុំប្រឡងជាប់ដោយសារតែគ្រូរបស់ខ្ញុំអញ្ចឹងឃើញអត្ថន័យរបស់វាគឺទំនោរទៅរកភាពវិជ្ជមានអត់និយាយទៅរកភាពអវិជ្ជមានទេត្រង់ផ្នែកហ្នឹងណាបាទអញ្ចឹងជាក់ស្ដែងខ្ញុំឧទាហរណ៍ j'ai réussi mon examen grâce à mon professeur j'ai réussi mon examen grâce à mon professeur បាទយើងក៏អាចយកតកតងជាមួយនឹង grâce à មកដាក់មុខបានដែរដោយសារអីទីតាំងរបស់វាអាចដាក់មុខដាក់នៅកណ្ដាលក៏បានដែរត្រង់ផ្នែកហ្នឹងបាទអញ្ចឹងខ្ញុំក៏អាចនិយាយបានថាម៉េច grâce à mon professeur j'ai réussi mon examen បាទ grâce à mon professeur j'ai réussi mon examen បាទអញ្ចឹងតកតងជាមួយនឹងកន្លែងចំណុចត្រង់នេះមានន័យថាដោយសារតែគ្រូរបស់ខ្ញុំបាទបានខ្ញុំប្រឡងជាប់អញ្ចឹងយើងឃើញអាហ្នឹងគឺជាលក្ខខណ្ឌមួយដែលយើងនិយាយអំពីបាទ la cause បាទអញ្ចឹងក្នុងករណីដែលយើងនិយាយ grâce à និង à cause de គេហៅថា les expressions de la cause បាទសម្រាប់បញ្ជាក់អំពីមូលហេតុប៉ុន្តែ grâce à គឺទំនោរទៅរកក្នុងលក្ខខណ្ឌមួយដែលវាវិជ្ជមានបាទអត្ថន័យវាគឺវិជ្ជមានត្រង់ផ្នែកហ្នឹងបាទយើងបានអញ្ចឹងមួយទៀតខ្ញុំក៏អាចយកបាទតាក់ទងជាមួយនឹងប្រភេទអីប្រភេទប្រណុងយកមកដាក់ដែរប្រណុងដូចអ្នកអ្នកដាក់ប្រណុងតូនលិចប្រណុងអីចឹងទៅនៅត្រង់ផ្នែកយ៉ាងណាបាទឧទាហរណ៍ grâce à toi j'ai trouvé un emploi dans cette ville grâce à toi j'ai trouvé un emploi dans cette ville បាទអញ្ចឹងមានន័យថាបាទដោយសារតែឯងបាទខ្ញុំរកបានការងារធ្វើនៅក្នុងទីក្រុងមួយហ្នឹងណាបាទអញ្ចឹងវាមានន័យថាដោយសារតែតាមរយៈការជួយរបស់ឯងនៅត្រង់ផ្នែកហ្នឹងណាបាទឬមួយក៏ក្នុងករណីនេះខ្ញុំអាចនិយាយបានថាម៉េច grâce à ton aide grâce à ton aide j'ai pu trouver un travail dans cette ville grâce à ton aide j'ai pu trouver un travail dans cette ville បាទអញ្ចឹងឃើញអត់មានន័យថាដោយសារតែការជួយរបស់ឯងហ្នឹងណាបាទធ្វើឲ្យខ្ញុំនឹងអាចរកបានការងារធ្វើនៅក្នុងទីក្រុងមួយហ្នឹងនៅត្រង់ផ្នែកហ្នឹងអញ្ចឹងខ្ញុំបញ្ជាក់តាក់ទងជាមួយនឹង grâce à យើងអាចប្រើប្រាស់ជាមួយ non ក៏បានអាចប្រើប្រាស់ជាមួយ pronom ប៉ុន្តែมันអាចយក verb មកដាក់ទេណាអត់អាចប្រើប្រាស់បាន grâce à ហើយអ្នកទាំងអស់នេះទៅបូកជាមួយ sujet verb អីអាហ្នឹងគឺអត់បានទេនៅត្រង់ផ្នែកហ្នឹងណាបាទឥឡូវយើងទៅមើលតាក់ទងជាមួយនឹង à cause de ម្ដងនៅត្រង់ផ្នែកហ្នឹងអញ្ចឹង à cause de យើងប្រើប្រាស់វាជាមួយ non ឬមួយក៏ pronom ដូចគ្នានៅក្នុងផ្នែកហ្នឹងណាបាទប៉ុន្តែតកតងជាមួយនឹងអត្ថន័យរបស់វាទំនោរទៅរកភាព negative នៅត្រង់ផ្នែកហ្នឹងបាទអញ្ចឹងមានន័យថាទំនោរទៅរកភាពអីភាពអវិជ្ជមាននៅក្នុងផ្នែកហ្នឹងណាបាទអញ្ចឹងយើងមើលអញ្ចឹងខ្ញុំថា je suis arrivé en retard à cause des embouteillages je suis arrivé en retard à cause des embouteillages បាទតែអ្នកទាំងអស់នេះក៏អាចយកអាពី à cause de នេះមកដាក់មុខបានដែរហ្នឹងណាបាទវាគឺជា style នៅក្នុងករណីនៃការប្រើប្រាស់បាទខ្ញុំក៏អាចនិយាយបានថាម៉េច à cause des embouteillages je suis arrivé en retard à cause des embouteillages je suis arrivé en retard បាទអញ្ចឹងអ្នកទាំងអស់គ្នាឃើញនៅក្នុងករណីដែលយើងប្រើប្រាស់ à cause de យើងបូកជាមួយ non ប៉ុន្តែយើងត្រូវបាន contracté វាដែរណាត្រង់ផ្នែកហ្នឹងណាអញ្ចឹងក្នុងករណីដែលយើងនិយាយ à cause de ហើយ les embouteillages អញ្ចឹងបាទយើងត្រូវបញ្ចូលវាបាទតាក់ទងជាមួយនឹង à cause de បូកជាមួយនឹង les embouteillages វាបានទៅជាបាទអញ្ចឹង des embouteillages អញ្ចឹងបើសិនជាវាលើអ្នកទាំងអស់គ្នាអាចប្រើ ដុយទៅត្រង់ផ្នែកហ្នឹង de បូកលើទៅ ដុយ
đưa bộ lá bị đưa la ấy thầm đa chẳng tới nó trong này chẳng nè bạn chân cái lên cho nó trong nè dương miền đây tham vậy miền đây thà nhom màu dứt đòi xa tới cá cọ stea chả trò nhom màu dứt đòi xa tới cá cọ stea chả trò chôm là chả trò ấy bị stea bên năng chẳng tới bị phơi trong nó màu dứt ở trong này chẳng nè bạn nhom có ai vô việt tập ra cho mình nó nong bàn đấy nhưng ưu tiên họ à cause de toi j'ai raté mon bus à cause de toi j'ai raté mon bus bạn chẳng khởi những mấy tháng đổi xa tại nhá thôi trong nước bạn khỏi trường lán nè lán trên chó là trong này nhá bạn lên cái xu lên cái nơm mấy chẳng từ bà khen khật mà ôi tranh máu chẳng bị phơi ói lán trên chó trong đây nhá chẳng khởi những ăn từ đây bảo viết cứ tầm nô trop phép với chữ miền bạn à cause de toi j'ai raté mon bus bạn cái mơ môi tiền đó này trong này để chúng ta tham mệnh bạn chẳng à cause du froid à cause du froid je suis tombé malade à cause du froid je suis tombé malade bạn chương này tao thì khơi nhập đại à cause du đời sai bạn đuối đời sai tên le froid chương à cause de buộc cho mình le trên đuôi bạn chương khởi nhất được trong buổi trẻ chương từ con khắc tê việt á bạn chương nông cạn này được trong tham mệnh à cause du froid je suis tombé malade đòi xa tại cả chuyện về chuyện bạn cho mình về chuyện à cô sẽ đi khóa nữa nè mình là đòi xa tại phim về chuyện nữa vừa ở trong nó bị trừ và vừa trong mình lẽ luôn trừ nữa nè trong này là tôm bê mà là mình là dương bạn nơi sọc sọc chẳng tới dương thầm đà thì bàn tay nó bị đã cả chuyện về chuyện bút vì vừa dương lẽ luôn chập đâm ấy chẳng tới nữa nè đặt sai là ấy chẳng tới bạn chương số một bên nhà tọaนี้nơi nông cạn đấy này ca để dương pra grâce à dương bố cho mình nông rồi bố cột của nôngอัตในบ่วิตุมโนตรพิบวิจมีนปอนแต่จมพวกกาปราปราอาโกจะเดือบางขนมกันในกาปราปราบางชิมวยนั่งนองหรือมวยกับประนองโดยนี้ปอนแต่อัตในบ่วิตุมโนตรพิบอวิจมีนในตรงแต่ยังบางจึงพิบกอกนี้มีแต่ปนังไงบางในตรงวิดีโอนี้คือยังมีแต่ปนังในตอนนี้บางจึงจูบนี้ในตรงวิดีโอคราวๆเตียนบางจึง merci beaucoup au revoir